ចាសួស្តីបងប្អូនថ្ងៃនេះគឺយើងមកជួបគ្នាទៀតហើយតាក់ទងជាមួយនឹងការមើលព័ត៌មានការងារនៅលើគេហទំព័របងtom.com ឥឡូវនេះគឺយើងមកមើលការដេញថ្លៃតាក់ទងនៅខាងសាលារៀនយើងចូលទៅឃើញបងសេចក្តីប្រកាសនេះគឺមានការចាប់អារម្មណ៍តាក់ទងជាមួយគម្រោងគម្រោងសាងសង់នៅខាងសាលាអញ្ចឹងគឺយើងមើលទាំងអស់គ្នានេះគឺជាការដេញថ្លៃនៅខាងអង្គការកម្ពុជា Excellence ចាអង្គការសកម្មភាពសម្រាប់ការអប់រំនៅកម្ពុជាអញ្ចឹងចាគឺហៅថាអង្គការ CAP អញ្ចឹងអ្នកខាងក្នុងធ្វើការគឺគាត់ហៅថា CAP អីអញ្ចឹងទៅចានៅក្នុងនេះគឺគាត់អញ្ជើញចូលរួមដេញថ្លៃជាសាធារណៈតែម្ដងអញ្ចឹងមិនថាយើងជាអ្នកណាមិនដែលស្គាល់គ្នាពីមុនទេណាយើងអាចចូលដេញថ្លៃបានទាំងអស់សម្រាប់ការងារសាងសង់អគារសិក្សាថ្មីណាហើយជួសជុលអគារសិក្សាទៀតហើយនឹងបន្ទប់អនាម័យកន្លែងលាងដៃចាបណ្ណាល័យអីទៀតណាអញ្ចឹងសេចក្តីប្រកាសហ្នឹងគឺគាត់ប្រកាសពីមុនឡើងម្ដងបើយើងអត់តបានដាក់ពីមុនទេឥឡូវគឺជាឱកាសរបស់យើងអាចមានឱកាសក្នុងការដាក់ទៅខាងអង្គការហើយយ៉ាងគាត់ដាក់ឡើងវិញណាចាអញ្ចឹងឥឡូវគឺផុតកំណត់ថ្ងៃទី8ខែ6ហ្នឹងបើយើងមានចំណាប់អារម្មណ៍ក្នុងការដាក់ដេញថ្លៃទៅលើគម្រោងនេះចាគឺរឹតរះឡើងណាគឺពិតជាល្អមែនទែនសម្រាប់ក្រុមហ៊ុនសំណង់ចាការសាងសង់របស់គាត់ធ្វើកម្រិតមធ្យមឬក៏តូចល្មមហ្នឹងគឺអាចដាក់បានហើយសំខាន់គឺយើងសួរថាតើនៅក្នុងតម្រូវការដាក់ដេញថ្លៃគាត់តម្រូវការអីគេណាឥឡូវយើងចូលទៅមើលនៅខាងក្រោមអញ្ចឹងតម្រូវការដាក់ដេញថ្លៃហ្នឹងគាត់ដាក់បញ្ជាក់ខេត្តនៅទីនេះហើយណាចានៅខេត្តមណ្ឌលគិរីមានចំនួន2សាលារៀនហើយនៅខេត្តរតនគិរីហ្នឹងមានចំនួន1សាលារៀនក៏ចេះមានចំនួន1សាលារៀនអញ្ចឹងមានន័យថាគឺមាន4សាលាចំនួន3ខេត្តចាអញ្ចឹងគឺពេលដែលយើងដាក់ដេញថ្លៃទៅលុះត្រាតែយើងគឺជាក្រុមហ៊ុនស្របច្បាប់ស្របច្បាប់មានន័យថាយ៉ាងម៉េចគឺមានន័យថាយើងបានចុះបញ្ជីទៅក្រសួងពាក់ព័ន្ធជាមួយនឹងប្រភេទក្រុមហ៊ុនរបស់យើងជាក្រុមហ៊ុនសាងសង់សំណង់ណាយើងចុះឈ្មោះជាមួយនឹងខាងក្រសួងណាហ្នឹងហើយអញ្ចឹងទៅយើងស្របច្បាប់ហើយប្រសិនបើក្រុមហ៊ុនយើងអត់ទាន់បានចុះបញ្ជីនៅជាមួយនឹងខាងក្រសួងណាមួយទេឬមួយក៏ជាអាជ្ញាប័ណ្ណថាមិនទាន់បានចុះបញ្ជីជាក្រុមហ៊ុនស្របច្បាប់ជាមួយនឹងខាងរដ្ឋាភិបាលទេគឺយើងមានដៃគូដែលគេមានចុះបញ្ជីរួចហើយយើងសហការជាមួយគ្នាហើយឲ្យក្រុមហ៊ុនដៃគូរបស់យើងដែលគាត់បានចុះបញ្ជីហ្នឹងដាក់ពាក្យដេញថ្លៃទៅគឺយើងអាចធ្វើបានហើយគឺជាកន្លែងដែលយើងមានឱកាសក្នុងការដាក់ដេញថ្លៃការងារបានចានេះគឺពិតជាឱកាសល្អមែនតើណាសម្រាប់ពួកយើងក្នុងនេះគឺតាក់ទងជាមួយនឹងក្រុមហ៊ុនដែលគាត់ទទួលបានការដេញថ្លៃហ្នឹងមកគាត់ជោគជ័យក្នុងការដាក់ដេញថ្លៃហ្នឹងគឺគាត់ចាទទួលបានចំនួន2គម្រោងមានន័យថា2សាលារៀន2ទីតាំងចឹងទៅចាហ្នឹងហើយយើងចែកការងារគ្នាធ្វើហើយវាងាយស្រួលក្នុងការគ្រប់គ្រងរបស់ខាងអង្គការផងដែរដែលគាត់មានគម្រោងច្រើនចឹងទៅចាគាត់ត្រូវការចែកឲ្យច្បាស់ៗណាចឹងតាក់ទងជាមួយនឹងការដេញថ្លៃហ្នឹងយើងមើលឯកសារតម្រូវការហ្នឹងគឺមានអីគេខ្លះព័ត៌មានទទួលឯកសារលក្ខណៈសម្បត្តិអញ្ចឹងនៅក្នុងនេះតាក់ទងជាមួយនឹងឯកសារដែលយើងត្រូវគឺយើងមើលទៅនៅទីនេះណាឯកសាររបស់យើងហ្នឹងគឺគាត់ត្រូវការអីគេខ្លះចឹងសម្រាប់ពួកយើងដែលមានបទពិសោធន៍ក្នុងការរៀបចំឯកសារដាក់ដេញថ្លៃគម្រោងអីផ្សេងៗធំៗជាមួយនឹងអង្គការរដ្ឋាភិបាលឬមួយក៏ក្រុមហ៊ុនអីផ្សេងៗហ្នឹងគឺយើងមើលដឹងភាសាខ្មែរងាយស្រួលសម្រាប់ពួកយើងអានតែម្ដងចាអញ្ចឹងគឺអត់ពិបាកទេប៉ុន្តែសម្រាប់បើក្រុមហ៊ុនយើងថ្មីមិនទាន់មានបទពិសោធន៍ក្នុងការដេញថ្លៃពីមុនមកទេអញ្ចឹងនេះគឺជាឱកាសល្អសម្រាប់ពួកយើងក្នុងការរៀបចំឯកសារហើយយល់ដឹងពីតម្រូវការក្នុងការដាក់ដេញថ្លៃចាអញ្ចឹងសម្រាប់ការដាក់ដេញថ្លៃហ្នឹងគឺបែបហ្នឹងមានន័យថាយើងចាំបាច់ត្រូវតាមលក្ខខណ្ឌរបស់ខាងអង្គការរបស់ខាងគម្រោងដែលគេត្រូវការមកតាមកន្លែងមួយហ្នឹងហើយនឹងលក្ខខណ្ឌឯកសារដែលគេតម្រូវឲ្យយើងចាហ្នឹងហើយនៅពេលដែលយើងជាប់ហ្នឹងគឺយើងត្រូវធ្វើយ៉ាងម៉េចទទួលបានការងារបែបណាជាការដាក់ដេញថ្លៃសម្រាប់គម្រោងមួយចាហ៊ុនត្រូវតែមាន VAT 10% ចាវ៉ាត់បងប្អូនសម្រាប់ការប្រើប្រាស់តែកាលណាយើងចុះឈ្មោះគឺយើងប្រកាសជាមានលេខពន្ធហ្នឹងហើយណានេះឯកសារដែលគេភ្ជាប់ផ្សេងៗនៅទីនេះតែម្ដងនៅពេលដែលគេទទួលបានគ្រប់អស់ហើយគឺគេបើកកញ្ចប់ក្នុងការដេញថ្លៃក្នុងការដែលគេបើកកញ្ចប់ហ្នឹងក៏គេប្រាប់យើងទៀតនេះគេបើកធ្វើយ៉ាងម៉េចអីគឺនៅក្នុងនេះហើយណាអញ្ចឹងងាយស្រួលសម្រាប់ពួកយើងក្នុងការអានគាត់មានឯកសារភ្ជាប់នៅក្នុងនេះសម្រាប់ឲ្យពួកយើង download យកទៅមើលបន្ថែមល្អសម្រាប់ពួកយើងដែលយើងមិនមានការលំបាកអីក្នុងការមើលមិនច្បាស់ទេចាតាក់ទងជាមួយនឹងការតំណែងអញ្ចឹងទីតាំងរបស់ខាងអង្គការហើយនឹងអ្នកដែលយើងតាក់ទងទៅខាងអង្គការសម្រាប់ធ្វើការដេញថ្លៃហ្នឹងលេខទូរស័ព្ទក៏មានឈ្មោះអ្នកដែលយើងត្រូវតាក់ទងហើយនឹងអ៊ីមែលដែលយើងត្រូវដាក់ពាក្យពេលដែលយើងផ្ញើឯកសារដែលយើងដាក់ដេញថ្លៃហ្នឹងទៅគឺយើងទៅ3អ៊ីមែលដែលដាក់ពាក្យថា to ហ្នឹង3ហ្នឹងចាដាក់ទៅទាំង3ហ្នឹងហើយ CC ហ្នឹងគឺយើងដាក់ភ្ជាប់ទៅគាត់ទាំងអស់អញ្ចឹង CC គឺគាត់ជាអ្នកដែលទទួលឮថាខាងអង្គការបានទទួលបានឯកសារដាក់ដេញថ្លៃពីខាងក្រុមហ៊ុននេះក្រុមហ៊ុន A ក្រុមហ៊ុន B ក្រុមហ៊ុន C អីចឹងទៅចាសម្រាប់ជាអ្នកដឹងឮសម្រាប់ពួកយើងចាតងជាមួយសាលារៀនដែរនេះនៅខាងធ្វើតុកសិស្សធ្វើតុកគ្រូធ្វើបណ្ណាល័យជួសជុលចាមិនខាងជួសជុលតុកគ្រូចាតុកសិស្សអីចឹងទៅចាំមានអាថ្មីផងមានអាជួសជុលផងចាអញ្ចឹងគឺគាត់ផ្សាយឡើងវិញដែរគឺពិតជាល្អណាស់ចាក្នុងការទទួលបានការងារការដេញថ្លៃគម្រោងមួយហ្នឹងចាហើយគម្រោងនេះគឺធំចាហ្នឹងហើយអាជីវកម្មថាធំទោះបីថាជាការជួសជុលក៏ដោយនៅខាងសាលារៀនប៉ុន្តែគឺជាគម្រោងធំសំលមុំជាមួយនឹងពួកយើងធ្វើការចាអញ្ចឹងនៅទីនេះគឺគាត់មាន6ខេត្តហ្នឹងគឺយើងមើលក្នុងខេត្តមួយមានប្រមាណសាលាគឺគាត់ដាក់នៅក្នុងនេះទាំងអស់យ៉ាងខេត្តមណ្ឌលគិរីរតនគិរីព្រៃវែងកំពង់ចាមបន្ទាយមានជ័យក៏ចេះចាហ្នឹងហើយអញ្ចឹងគាត់មាន6ខេត្តទៀតនៅទីនេះសម្រាប់ការធ្វើតុកធ្វើនេះគឺបើយើងទទួលបានគម្រោងការសាងសង់អគារឬក៏ជួសជុលហើយគឺយើងអាចមកដាក់ដេញថ្លៃនៅខាងគម្រោងធ្វើតុកធ្វើកៅអីគ្រូសិស្សអីហ្នឹងទៀតទេណាយើងកន្លែងហ្នឹងគឺយើងមើលឲ្យយល់ណាឯកសារដែលភ្ជាប់ហ្នឹងគឺគាត់ត្រូវការក្រុមហ៊ុនស្របច្បាប់ដូចគ្នាដែរខាងអង្គការគាត់ត្រូវការជួយលើកកម្ពស់ក្រុមហ៊ុនដែលគាត់បានចុះបញ្ជីត្រឹមត្រូវជាមួយនឹងខាងក្រសួងព្រោះអីនៅក្នុងហ្នឹងគឺចាធម្មតាទេក្រុមហ៊ុនដែលគាត់ចុះឈ្មោះស្របច្បាប់គឺគាត់មានការចំណាយច្រើនហើយចំណូលរបស់គាត់ដែលទទួលបានហ្នឹងគឺគាត់ចែកចាយជាមួយនឹងខាងរដ្ឋាភិបាលទៅវិញដែរចាអញ្ចឹងគាត់មិនមែនទទួលបានប្រាក់ចំណូលដល់ចូលនៅក្នុងហៅប៉ៅគាត់សុទ្ធតែម្ដងទេគឺលុយដែលគាត់រកបានគឺគាត់ចែកចាយដល់ខាងរដ្ឋាភិបាលដើម្បីយកទៅកសាងអីផ្សេងៗទៀតដែរណាចាហ្នឹងហើយគឺកន្លែងហ្នឹងហើយដែលខាងក្រុមហ៊ុនស្របច្បាប់គាត់ធ្វើណាយើងមើលឯកសារតាក់ទងជាមួយនឹងការដាក់គម្រោងហ្នឹងគឺយើងឃើញតម្រូវការនៅទីនេះគឺឃើញដូចគ្នាដែរណាគម្រោងមួយហ្នឹងគឺយើងត្រូវការមានភ្ជាប់ឯកសារអីគេខ្លះលក្ខខណ្ឌអីគេខ្លះនៅក្នុងហ្នឹងចាគាត់ដាក់នៅកន្លែងនេះច្បាស់តែម្ដងណាសម្រាប់គាត់មានឯកសារសម្គាល់នៅក្នុងនេះចាសម្រាប់ភ្ជាប់ឲ្យយើងទៅ download មើលបន្ថែមហើយក្នុងការដែលយើងដាក់ទៅដេញថ្លៃហ្នឹងគឺយើងអាចតំណែងទៅខាងឈ្មោះដែលគេបង្ហាញនៅក្នុងនេះដូចគ្នាហើយត្រូវភ្ជាប់ជាមួយចាត្រូវដាក់ទៅ
3 email ដូចគ្នាហើយនឹងភ្ជាប់ជាមួយនឹង email ផ្សេងៗទៀតដែលគេដាក់ស៊ីហ្នឹងចានៅក្នុងហ្នឹងគឺជាឱកាសល្អសម្រាប់ពួកយើងហើយណាបើយើងជាក្រុមហ៊ុនសាងសង់ហើយមានចំណាប់អារម្មណ៍ក្នុងការដាក់កម្រងដេញថ្លៃនៅខាងសាលារៀនគឺនៅខាងអង្គការ CAP ណាជាគាត់កំពុងតែត្រូវការអ្នកចូលដេញថ្លៃហ្នឹងហើយគាត់ត្រូវការឲ្យមានក្រុមហ៊ុនចូលទៅធ្វើការនៅក្នុងគម្រោងរបស់គាត់ហ្នឹងចាអញ្ចឹងវាជាការងារល្អសម្រាប់ពួកយើងណាចាអញ្ចឹងថ្ងៃនេះគឺយើងមានប៉ុណ្ណឹងហើយនឹងសូមអរគុណជូន